កាលណាដែលយើងឆ្លងមេរោគប្រមាថទឹកបាយហើយមិនមែនមានន័យថាយើងអត់ឆ្លងមេរោគផ្សេងទៀតទេនៅក្នុងជំងឺដែលតាក់ទងជាមួយនឹងប្រព័ន្ធបន្តពូជរបស់យើងណាបានន័យថាជាជំងឺកាមរោគវាមានដូចជាពពួកប្រមាថទឹកបាយប្រមាថទឹកថ្លាជំងឺស្វាយជំងឺអេដនៅក្នុងហ្នឹងកាលណាដែលមានការឆ្លងមេរោគប្រមាថទឹកបាយហើយណាក៏គ្រូពេទ្យតម្រូវឲ្យមើលទៅលើមេរោគផ្សេងទៀតដែរព្រោះជួនកាលអ្នកជំងឺនឹងម្នាក់គាត់អាចមានការឆ្លងពពួកមេរោគប្រមាថទឹកបាយគេហៅថាជា Neisseria gonorrhea ក៏អាចមានការឆ្លងមេរោគប្រមាថទឹកថ្លា Chlamydia ឬក៏ជាមេរោគស្វាយ Syphilis ឬក៏អាចជា HIV ដែរនៅក្នុងនឹងផងដែរអង្គការសុខភាពពិភពលោកក៏បានណែនាំឲ្យអ្នកជំងឺនឹងមើលទាំងរលាកថ្លើមប្រភេទ B និងរលាកថ្លើមប្រភេទ C ផងដែរប្រសិនបើបងប្អូនអ្នកគ្នាមានចម្ងល់ផ្សេងៗតាក់ទងជាមួយនឹងជំងឺកាមរោគបរិសុទ្ធនិងស្ត្រីបងប្អូនអ្នកគ្នាអាចតាក់ទងមកតាម Telegram ដែលខ្ញុំដាក់នៅលើអេក្រង់នេះយើងអាចពិភាក្សាគ្នាដើម្បីរកដំណោះស្រាយបើសិនជាបងប្អូនមានចម្ងល់ផ្សេងៗអាចឆាតសួរបានណាអរគុណ